លំហាត់នេះគេអត់ឲ្យយើងសិក្សាភាពជាប់នៃអនុគម fx នៅត្រង់កន្លែង x ណាមួយទេបាទប៉ុន្តែគេឲ្យយើងទៅកំណត់រោតម្លៃចំនួនពិត a ហើយនឹង b ដើម្បីឲ្យអនុគម fx របស់យើងនេះវាជាប់គ្រប់ចំនួនពិត x បាទមិនមែនតែត្រង់មួយចំណុចណាមួយទេនៅទីនេះគឺគេតម្រូវឲ្យអនុគម fx របស់យើងនឹងគឺជាប់គ្រប់ x ជារបស់ពីក្បែរដកអនន្តទៅដល់ក្បែរបូកអនន្តមែនតើទៅគឺគេតម្រូវឲ្យខ្សែកោងរបស់យើងនឹងគឺវាជាប់គ្នាឥតដាច់បែបនេះនៅចំពោះ x របស់យើងបាទចំពោះ x របស់យើងពីក្បែរដកអនន្តបាទទៅដល់បូកអនន្តគឺគេតម្រូវឲ្យខ្សែកោងរបស់យើងនឹងគឺជាប់បែបនេះអត់មានកន្លែងដាច់អត់មានកន្លែងប្រហោងទេបាទអញ្ចឹងដើម្បីធានាថាវាជាប់គ្រប់ x ជារបស់ a បែបនេះតើតែវាជាប់គ្រប់ចំណុចនៃ x ទាំងអស់បាទ x ទាំងអស់ដែលនៅចន្លោះពីដកអនន្តទៅដល់បូកអនន្តអត់មានកន្លែងណាមួយណាដាច់ទេប៉ុន្តែការដែលយើងទៅពិនិត្យមើលចំណុចមួយ x ស្មើក្បែរដកអនន្តម្ដងដក3ដក2ដក1ហ្នឹងណាបាទការធ្វើវិធីហ្នឹងគឺយើងប្រើពេលច្រើនណាប្រើមិនចេះចប់ទេអញ្ចឹងវិធីសាស្ត្រដែលល្អបំផុតបាទគឺគេត្រូវប្រើវាអមជាមួយនឹងលក្ខណៈជាប់នៃអនុគមអញ្ចឹងយើងមើលមែកនីមួយៗរបស់វាទៅអញ្ចឹងតាមរយៈទ្រឹស្ដីនៃភាពជាប់របស់អនុគមនីមួយៗហ្នឹងវាបានបញ្ជាក់ឲ្យថាអនុគមរូបធាតុវាជាប់គ្រប់ x ជារបស់ a អញ្ចឹងទៅអញ្ចឹងដំបូងឡើយបាទយើងត្រូវមើលទៅលើមែកនីមួយៗរបស់វាសិនថាតើមែកនីមួយៗរបស់វាហ្នឹងគឺជាប់គ្រប់ x នៅលើដែនកំណត់របស់វាហើយឬមួយក៏អត់បាទអញ្ចឹងលោកគ្រូចេញពីកន្លែងនេះមួយមកគ្រូដាក់ថាយើងមានយើងមើលមែកទី1 y ស្មើជាមួយនឹង ax ការ៉េបូកឲ្យ 5x ដកឲ្យ 9បាទដោយសារវាជាអនុគមពហុធាអញ្ចឹងតាមទ្រឹស្ដីតាមលក្ខណៈនៃអនុគមជាប់អនុគមពហុធាគឺជាអនុគមមួយដែលជាប់គ្រប់ x ជារបស់ a អញ្ចឹងបើវាជាប់គ្រប់ x ជារបស់ a អញ្ចឹងនៅលើដែនកំណត់របស់វានេះក៏វាត្រូវតែជាប់ដែរបាទដោយសារគេដាក់លក្ខខណ្ឌអនុគមនេះគឺនៅចន្លោះ x តូចជាង1ទេបាទអញ្ចឹងគឺយើងប្រាប់គេទៅថាវាជាប់គ្រប់ x បាទតូចជាង1 x តូចជាង1នេះមានន័យស្មើទៅនឹងយកពីដកអនន្តទៅដល់ក្បែរ1អញ្ចឹងពីដកអនន្តទៅដល់ក្បែរ1នេះបាទគឺវាជាប់ហើយបាទគឺវាជាប់យើងទៅមើលមែកទី2បាទគឺអនុគម y ស្មើជាមួយនឹង3ដកឲ្យ x កតាឲ្យ a ដកឲ្យ 2x នេះបាទគឺវាជាប់នៅលើចន្លោះដែនរបស់វាដែរព្រោះលក្ខខណ្ឌគេឲ្យ x ធំជាង1បានប្រើអនុគមនេះមែនតើទៅវាជាប់គ្រប់ x ជារបស់ a ប៉ុន្តែដោយសារមែកគេឲ្យលក្ខខណ្ឌទៅតែ x ធំជាង1បានប្រើអនុគមនេះអញ្ចឹងវាជាប់គ្រប់ x ធំជាង1បាទវាជាប់គ្រប់ x របស់យើងធំជាង1ហើយអានេះមានន័យថាចាប់ពី1ទៅដល់បូកអនន្តអញ្ចឹងយើងមើលខ្សែកោងរបស់យើងនេះអានេះគឺលក្ខខណ្ឌរបស់យើងនៅពេលដែល x តូចជាង1 x តូចជាង1ខ្សែកោងរបស់យើងគឺជាខ្សែមួយដែលជាប់ឥតដាច់តាំងពីក្បែរដកអនន្តរហូតទៅដល់ក្បែរ1ខាងឆ្វេងអញ្ចឹងអត់មានកន្លែងដាច់ទេបន្តមកទៀតចាប់ពី x ធំជាង1ទៅបាទ x ធំជាង1ទៅក៏យើងបានបង្ហាញថាវាជាប់អត់មានកន្លែងដាច់ដែរវាជាប់គ្រប់ x ធំជាង1អស់ហើយអញ្ចឹងដើម្បីធានាថាអនុគមរបស់យើងនេះវាជាប់គ្រប់ x ជារបស់ a វាបន្តតាំងពីដកអនន្តទៅដល់ក្បែរបូកអនន្តទើបតែនៅត្រង់កន្លែងតំណរបស់វានេះត្រូវតែជាប់បាទទើបតែកន្លែងនេះយើងទាញកន្លែងនេះគឺត្រូវតែជាប់ព្រោះបើយើងមើលទៅលើរូបយើងឃើញកន្លែងនេះវាអាចជាកន្លែងមួយដែលវាដាច់កន្លែងមួយដែលវាមានចំហឬមានប្រហោងចុះដើម្បីកុំឲ្យវាដាច់ទើបតែយើងឲ្យវាជាប់នៅកន្លែងនេះទៅអញ្ចឹងនេះមានន័យថាតាមរយៈលក្ខខណ្ឌដែលយើងមានគ្រូទាញបានអនុគម f អាចជាប់គ្រប់ចំនួនពិត x លុះត្រាតែបាទបើយើងមានលក្ខខណ្ឌពីរខាងលើហើយចង់ឲ្យវាជាប់គ្រប់ x ជារបស់ a លុះត្រាតែ f របស់យើងនឹងគឺត្រូវតែជាប់នៅត្រង់បាទជាប់នៅត្រង់កន្លែង x ស្មើ1ម្ដងទៀតបាទកន្លែងតូចជាង1គេជាប់ហើយកន្លែងធំជាង1នេះគេជាប់ហើយចឹងនៅសល់តែកន្លែង x ស្មើ1ទេនៅមិនទាន់ដឹងថាជាប់ឬក៏អត់ចឹងចង់ឲ្យវាជាប់គ្រប់ x ជារបស់ a ត្រូវតែបង្ខំមកកន្លែងនេះឲ្យជាប់មួយទៀតបាទអញ្ចឹងវាជាប់គ្រប់ x ជារបស់ a ជាប់គ្រប់ x ជារបស់ a សំទោសជាប់នៅត្រង់កន្លែង x ស្មើ1ត្រូវតែ limit ឆ្វេងត្រូវតែ limit x ខិតជិតទៅរក1ខាងឆ្វេងនៃអនុគម fx បាទត្រូវស្មើជាមួយនឹង limit x ខិតជិតទៅរក1ខាងស្ដាំនៃអនុគម fx ហើយទៅត្រូវស្មើជាមួយនឹង f នេះមួយបាទនេះគឺយើងបង្ខំឲ្យ3អ្នកនេះស្មើគ្នាបើយើងពិនិត្យមើលនៅត្រង់កន្លែងនេះបាទអញ្ចឹងលោកគ្រូមានអានេះជា limit x ខិតជិតទៅរក1ពីខាងឆ្វេងបាទនៃអនុគម fx បាទគឺនៅកន្លែងនេះតម្លៃរបស់វាហើយកន្លែងនេះវិញគឺជាបាទ limit x ខិតជិតទៅរក1ខាងស្ដាំនៃអនុគម fx បាទតម្លៃរបស់វានៅកន្លែងនេះនិង f បាទ f នៃ1របស់យើង
តម្លៃរបស់វានៅកន្លែងនេះអញ្ចឹងដើម្បីធានាថាខ្សែកោងរបស់យើងនេះជាប់ត្រង់កន្លែង x ស្មើ1ដល់តែយើងបខំអា3នេះអា limit ឆ្វេងចុងកតុយនេះអា limit ស្ដាំបាទចុងកតុយមួយនេះបាទចុងកតុយនេះចុងកតុយនេះហើយនឹង f ទី1អា3នេះត្រូវទៅនៅត្រួតស៊ីគ្នាទៅនៅត្រួតស៊ីគ្នាគឺមានន័យថាអា3អ្នកហ្នឹងត្រូវតែស្មើគ្នាបាទយើងឲ្យ3អ្នកនេះស្មើគ្នាទៅអញ្ចឹងគ្រូដោះស្រាយបានគ្រូទាញបាន limit x ខិតចិត្តទៅរ1ខាងឆ្វេងគឺយើងយកអាកន្លែងណាដែល x តូចជាង1អញ្ចឹងតូចជាង1យើងប្រើអានុគមខាងលើបាទគឺយើងយក a x ការ៉េបូកឲ្យ 5x ដកឲ្យ 9 ស្មើបាទ limit ស្ដាំបាទ limit ស្ដាំគឺ limit x ខិតចិត្តទៅរ1ខាងបូកនៃអានុគម fx បាទខាងស្ដាំគឺរើសអាណាដែលធំជាងបាទយើងយកអាក្រោមនេះ x ធំជាង1បាទគឺ3ដកឲ្យ x បាទកតាឲ្យ a ដកឲ្យ 2x នឹងស្មើជាមួយនឹង f នេះ1បាទ f នេះ1របស់យើងគឺស្មើ b តម្លៃរបស់យើងគេឲ្យហើយទាំងអស់នេះបាទស្មើជាមួយនឹង b limit តាមកន្លែងមួយមកយក1ជួសចូលចឹងគ្រូបាន a បូក5ដកឲ្យ9នេះស្មើ3ដក1បាទ3ដក1កតាឲ្យ a ដកឲ្យ2ទាំងអស់នេះបាទស្មើ b ចឹងគ្រូពលាតវាទៀតមកជើយើងបាន a ដក4ស្មើ3ដក1នៅសល់2ចឹងស្មើ 2a 3ដក1នៅសល់2ចឹង 2a 2a ដក4rồiទៅទាំងអស់នេះស្មើ b ចឹងសមីការនេះគ្រូអាចបំបែកវាទៅជាប្រព័ន្ធសមីការគឺ a ដក4ស្មើ 2a ដក4ហើយនឹង a ដក4បាទស្មើជាមួយនឹង b បាទ a ដក4ស្មើជាមួយនឹង b អញ្ចឹង a ដក4ស្មើ 2a ដក4កន្លែងនេះនាំឲ្យយើងទាញបានទៅដល់ a យើងស្មើ0បាទយើងកន្លែងនេះទៅដល់ a ស្មើ0អញ្ចឹងគ្រូទាញបាន a របស់យើងត្រូវស្មើ0បាទព្រោះសម្រួល4ចោលទៅអញ្ចឹង a ស្មើ 2a បាទទាញបាន a ស្មើ0អញ្ចឹងកណ្ដា a ស្មើ0បាទតម្លៃរបស់ b ត្រូវស្មើជាមួយនឹងដក4អញ្ចឹងយើងឆ្លើយបានថាដូចនេះដើម្បីឲ្យវាជាប់គ្រប់ x ជារបស់ a បាទទើបតែ a របស់យើងត្រូវស្មើ0ហើយ b ស្មើដក4បាទអញ្ចឹងទើបតែតម្លៃ a ពីនេះទើបធ្វើឲ្យអានុគម fx របស់យើងនឹងវាជាប់ជានិច្ចជាប់តាំងពីក្បែរដកអនន្តទៅដល់ក្បែរបូកអនន្តអញ្ចឹងគ្រូសុំសរុបឡើងវិញលំហាត់របស់យើងនេះគេអត់បានទៅឲ្យយើងសិក្សាភាពជាប់នៅត្រង់កន្លែង x ស្មើណាមួយទេគេឲ្យយើងទៅកំណត់តម្លៃនៃចំនួនពិត a និង b បាទដើម្បីឲ្យអានុគមដែលបែងចែកជា3មេឃដាច់ដោយឡែកពីគ្នានេះជាប់គ្រប់ចំនួនពិត x អញ្ចឹងពាក្យដែលជាប់គ្រប់ចំនួនពិត x យើងត្រូវតែបង្ហាញឲ្យគេថាគ្រប់ពិតមែនយើងអត់សិក្សាតែត្រង់កន្លែង x ស្មើ1ទេបាទយើងសិក្សាត្រង់កន្លែង x តូចជាង1បាទនៅខាងឆ្វេងទៅប្រាប់គេថាវាជាប់គ្រប់ x តូចជាង1ហើយនៅហើយនឹង x ធំជាង1បាទទៅប្រាប់គេថាតើវាជាប់គ្រប់ x ធំជាង1ហើយនៅដោយប្រើតាមលក្ខណៈនៃអានុគមជាប់អញ្ចឹងនេះកន្លែងគ្រូសរសេរកន្លែងនេះណាគឺធានាថាវាជាប់ចំពោះ x ពីដកអនន្តដល់1ហើយព្រោះវាជាអានុគមពហុធាហើយកន្លែងនេះក៏ជាអានុគមពហុធាដែរចឹងវាជាប់នៅលើដែនរបស់វាហើយអញ្ចឹងដើម្បីឲ្យវាជាប់គ្រប់ x ជារបស់ a វាគ្រាន់តែទៅជាប់នៅត្រង់កន្លែង x ស្មើ1ទៀតជាការស្រេចបាទធានាថាកន្លែង x ស្មើ1ទៀតជាប់ទៅអញ្ចឹងវាជាប់គ្រប់ x ជារបស់ a អញ្ចឹងដើម្បីឲ្យវាជាប់នៅត្រង់កន្លែង x ស្មើ1បាទទៅដល់ limit ឆ្វេង1ស្មើ limit ស្ដាំ1ហើយទៅស្មើជាមួយនឹង f នេះ1យកវាទៅដោះស្រាយទៅទាំងអស់នេះនឹងរកឃើញតម្លៃ a ហើយនឹង b